ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញពីរបៀបធ្វើឆាផ្កាខាត់ណាជាមួយនឹងសាច់ជ្រូកបងចំពោះមុខហូបនេះដែរជាមុខហូបមួយដែលងាយស្រួលធ្វើហើយមានរសជាតិឆ្ងាញ់ទៀតណាបងប្អូនហើយបើសិនជាបងប្អូនចង់ដឹងពីវិធីធ្វើយ៉ាងម៉េចខ្លះបងប្អូនអាចទៅទស្សនាវីដេអូនេះរហូតដល់ចាប់ជាមួយនឹងខ្ញុំបានណាបងប្អូនចាហើយនេះគឺជាគ្រឿងផ្សំគោលរបស់ឆាផ្កាខាត់ណាដែលមានដូចជាផ្កាខាត់ណាសាច់ជ្រូកឥឡូវនេះខ្ញុំចាប់ផ្ដើមមកដាក់ដាំទឹកដើម្បីយើងស្រុះផ្កាខាត់ណាណាបងប្អូនឥឡូវនេះទឹករបស់ខ្ញុំក៏បានពុះដែរពេលនេះខ្ញុំក៏បានបន្ថែមទៅជាមួយនឹងផ្កាខាត់ណាបងប្អូនដើម្បីយើងធ្វើការស្រុះវាឲ្យបានរាងទន់បន្តិចណាបងប្អូនប៉ុន្តែយើងកុំឲ្យផ្ការបស់យើងនឹងផុយពេកបងប្អូនចាហើយក្នុងការស្រុះផ្កាខាត់ណានេះដែរគឺខ្ញុំស្រុះតែរយៈពេលប្រហែលជា2នាទីទៅ3នាទីទេបងប្អូនបន្ទាប់មកនេះគឺយើងត្រូវត្រៀមទឹកត្រជាក់ឲ្យបានរួចរាល់ដើម្បីធ្វើការស្រង់ផ្កាខាត់ណាដើម្បីយកមកដាក់ត្រាំណាបងប្អូនយើងធ្វើបែបនេះទើបធ្វើឲ្យផ្កាខាត់ណារបស់យើងនៅស្រស់ល្អហើយនឹងមិនធ្វើឲ្យផ្កាខាត់ណារបស់យើងនឹងផុយខ្លាំងពេកទេចាឥឡូវនេះខ្ញុំបានស្រង់ផ្កាខាត់ណាមកដាក់នៅក្នុងទឹកឲ្យបងប្អូនបន្ទាប់ពីបានស្រង់ផ្កាខាត់ណាហើយគឺខ្ញុំចាប់ផ្ដើមដាក់ខ្ទះឲ្យបានក្តៅដើម្បីយើងធ្វើការឆាតែម្ដងចាឥឡូវនេះខ្ញុំបានដាក់ចាក់ប្រេងឆាចូលទៅឲ្យបងប្អូនបន្ទាប់មកគឺខ្ញុំចាក់ទៅជាមួយនឹងខ្ទឹមដែលយើងបានចិញ្ច្រាំរួចរាល់ហើយណាបងប្អូនចាហើយចំពោះការឆាផ្កាខាត់ណានេះដែរបងប្អូនអាចលេងជាមួយនឹងម្ទេសម៉ាឡេក៏បានឬក៏ម្ទេសដៃនាងក៏បានដែរបងប្អូនប៉ុន្តែថ្ងៃនេះគឺខ្ញុំអត់មានបានបន្ថែមទៅជាមួយនឹងម្ទេសទេចាឥឡូវនេះខ្ញុំបានលីងខ្ទឹមរបស់ខ្ញុំនឹងរៀងឡើងកន្លាតឲ្យបងប្អូនជឿខ្ញុំចាក់សាច់ជ្រូកនឹងចូលទៅតែម្ដងចំពោះការឆាខាត់ណានេះដែរគឺបងប្អូនអាចប្រើជាសាច់គោក៏បានឬក៏សាច់ជ្រូកក៏បានដែរបងប្អូនអាស្រ័យលើបងប្អូនចូលចិត្តសាច់ប្រភេទណាបងប្អូនអាចប្រើប្រភេទនឹងបានអញ្ចឹងណាបងប្អូនចាឥឡូវនេះសាច់ជ្រូករបស់ខ្ញុំនឹងគឺបានឆារៀងឆ្អិនហើយបងប្អូនសម្រាប់សាច់ជ្រូកនេះដែរគឺយើងឆាឲ្យបានឆ្អិនល្អទើបយើងបន្ថែមទៅជាមួយនឹងគ្រឿងណាបងប្អូនចាឥឡូវនេះខ្ញុំបានបន្ថែមទៅជាមួយនឹងប៊ីចេងហ្នឹងមកចុងសាព្រាទៅហើយស្ករសចំនួន1ស្លាបព្រាបាយចំណែកទឹកត្រីគឺខ្ញុំប្រើចំនួន2ស្លាបព្រាបាយចាបន្ទាប់ពីខ្ញុំបានដាក់ទឹកត្រីចូលទៅហើយគឺខ្ញុំមានបន្ថែមទៅជាមួយនឹងទឹកប្រេងខ្យងចំនួន2ស្លាបព្រាបាយដូចគ្នាចានិយាយទៅបងប្អូនយើងអាចលៃលកទៅតាមចំនួនសាច់ហើយនឹងចំនួនបន្លែរបស់យើងអញ្ចឹងណាបងប្អូនបន្ទាប់ពីខ្ញុំបានដាក់ប្រេងខ្យងចូលរួចរាល់ហើយអស់គឺខ្ញុំបន្ថែមទៅជាមួយនឹងអំបិលបន្តិចដែរដើម្បីបន្ថែមរសជាតិរបស់យើងនឹងឲ្យរៀងដិតបន្តិចណាបងប្អូនចាបន្ទាប់ពីបានដាក់គ្រឿងចូលទៅទាំងអស់នោះហើយគឺខ្ញុំកូរគ្រឿងទាំងអស់នោះឲ្យបានចូលគ្នាបានល្អហើយទើបខ្ញុំបន្ថែមទៅជាមួយនឹងផ្កាខាត់ណាចាហើយសម្រាប់ការឆាផ្កាខាត់ណានេះដែរគឺយើងត្រូវដាក់ថែមទឹកបន្តិចដែរណាបងប្អូនកុំឲ្យវាមើលទៅរៀងស្ងួតពេកណាបងប្អូនចាហើយបន្ទាប់ពីខ្ញុំបានឆាផ្កាជាមួយនឹងសាច់របស់ខ្ញុំហ្នឹងចូលទៅគ្នាបានល្អហើយនឹងបងប្អូនគឺខ្ញុំបន្ថែមទៅជាមួយនឹងទឹកតែម្ដងចំពោះទឹកគឺយើងប្រើតែក្នុងបរិមាណតែបន្តិចទេបងប្អូនចាគឺយើងអត់អាចឲ្យទឹកច្រើនពេកទេបងប្អូនព្រោះថាបើយើងប្រើទឹកច្រើនពេកធ្វើឲ្យសម្លឆារបស់យើងនឹងគឺអត់មានរសជាតិឆ្ងាញ់ទេបងប្អូនចាឥឡូវនេះខ្ញុំបានដាក់ឲ្យសម្លរបស់ខ្ញុំនឹងគឺបានរៀងពុះបន្តិចហើយគឺខ្ញុំចាប់ផ្ដើមភ្លក់ទៅតែម្ដងចានៅពេលដែលខ្ញុំភ្លក់នោះគឺសម្លឆារបស់ខ្ញុំគឺមានរសជាតិឆ្ងាញ់តែម្ដងបងប្អូនហើយបន្ទាប់ពីខ្ញុំបានភ្លក់រួចរាល់ហើយគឺខ្ញុំបន្ថែមទៅជាមួយនឹងម្រេចបងប្អូនចំពោះម្រេចគឺខ្ញុំប្រើចំនួន1ស្លាបព្រានៅពេលដែលយើងដាក់ម្រេចចូលធ្វើឲ្យឆារបស់យើងនឹងគឺមានរសជាតិកាន់តែឆ្ងាញ់ខ្លាំងតែម្ដងបងប្អូនចាឥឡូវនេះសម្លឆារបស់ខ្ញុំក៏បានឆ្អិនរួចរាល់ហើយអស់ហើយបងប្អូនពេលនេះវីដេអូរបស់ខ្ញុំក៏បានដល់ទីបញ្ចប់ដែរបងប្អូនបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះបងប្អូនអាចជួយ Subscribe និង Follow Page ឲ្យនាងខ្ញុំម្នាក់មួយផងបងប្អូនហើយនាងខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះរហូតដល់ចប់